តាពិភពលោកកំពុងឈានចូលដល់ចំណុចផ្ទុះនៃសង្គ្រាមជើងគោកដ៏ធំបំផុតនៅតំបន់មជ្ឈមពាហ៍ហើយមែនទេខណៈដែលផ្សែងកាំភ្លើងរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានអូសបន្លាយអស់រយៈពេល1ខែទៅហើយស្រាប់តែពេលនេះទីក្រុងតេហេរ៉ង់បានប្រកាសថាកងទ័ពជើងគោកអាមេរិកកំពុងត្រៀមវាយលុកចូលដល់ទឹកដីរបស់ខ្លួនក្នុងពេលជាមួយគ្នាចកសមុទ្រហូម៉ូសដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកកំពុងក្លាយជាចំណាប់ខ្មាំងនៃចំនួនដ៏ស្រួចស្រាលនេះតើការចរចានៅប៉ាគីស្ថានអាចទប់ទល់មហន្តរាយនេះបានដែរទេឬក៏ជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី3យោងតាមភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសក្តីៗនៅថ្ងៃអាទិត្យនេះថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅរាល់ការវាយប្រហារតាមជើងគោកពីសំណាក់សហរដ្ឋអាមេរិកប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Khalifa បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់សហគមន៍អន្តរជាតិថាទីក្រុង Washington កំពុងលេងល្បែងមុខពីរលោកបានចោទប្រកាន់ថាអាមេរិកផ្ញើសារចង់ចរចាប៉ុន្តែនៅពីក្រោយខ្នងបែរជាលួចរៀបចំផែនការបញ្ជូនកងទ័ពថ្មើរជើងចូលមកឈានពានទៅវិញ BBC បានរាយការណ៍ថាភាពតានតឹងនេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសប៉ាគីស្ថានអារ៉ាប៊ីសាអូឌីតទូគីនិងអេស៊ីបកំពុងប្រញាប់ប្រញាល់ជួបប្រជុំគ្នានៅទីក្រុងអ៊ីស្លាបាដាដើម្បីស្វែងរកច្រកចេញនៃសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ទៅហើយនោះទន្ទឹមនឹងនេះកងទ័ពអាមេរិកបានបញ្ជាក់ជាផ្លូវការថាខ្លួនបានបញ្ជូនកងម៉ារីនរាប់ពាន់នាក់ទៅកាន់មជ្ឈមពាហ៍រួចរាល់ហើយដោយកងពលដំបូងបានមកដល់កាលពីថ្ងៃសុក្រតាមរយៈនាវាវាយលុកលើទឹកលើគោកដ៏មានឥទ្ធិពល Washington Post បានទម្លាយព័ត៌មានដ៏គួររន្ធត់ពីមន្ត្រីការពារជាតិអាមេរិកថាមកទល់ពេលនេះក្រសួងការពារជាតិកំពុងរៀបចំផែនការប្រតិបត្តិការជើងគោកចំនួនជាច្រើនសប្តាហ៍នៅក្នុងប្រទេសអ៊ីរ៉ង់ប្រតិបត្តិការនេះអាចនឹងរួមបញ្ចូលទាំងការឆ្មក់វាយប្រហារដោយកងកម្លាំងពិសេសនិងកងទ័ពថ្មើរជើងធម្មតាយ៉ាងណាមិញសំណួរនៅត្រង់ថាតើប្រធានាធិបតីដូណាល់ត្រាំនឹងចុះហត្ថលេខាអនុម័តឲ្យបញ្ជាវាយលុកនៅពេលណា ABC News បានឲ្យដឹងថាគណៈពេលដែលអាមេរិកដាក់សម្ពាធយោធាអ៊ីស្រាអែលក៏មិនបង្អង់ដៃដែរកាលពីថ្ងៃអាទិត្យយោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវលើគោលដៅរាប់សិបកន្លែងទូទាំងប្រទេសអ៊ីរ៉ង់ដោយផ្ដោតទៅលើរោងចក្រផលិតអាវុធនិងឃ្លាំងផ្ទុករាប់រំសាវសូម្បីតែនៅក្នុងប្រទេសលីបង់ការប្រយុទ្ធគ្នាជាមួយក្រុមហេប៊ូឡាក៏បានបណ្ដាលឲ្យមានអ្នកកាសែតទាហាននិងបាត់បង់ជីវិតជាបន្តបន្ទាប់មិនត្រឹមតែការប្រយុទ្ធគ្នានៅលើសមរភូមិដោយផ្ទាល់នោះទេប៉ុន្តែសង្គ្រាមនេះកំពុងរីករាលដាលដល់សន្តិសុខនាវាចរពិភពលោកទាំងមូលនៅពេលដែលក្រុមហ៊ូធីនៅយេម៉ែនចាប់ផ្ដើមបាញ់មីស៊ីលឆ្ពោះទៅកាន់អ៊ីស្រាអែលវាមិនមែនគ្រាន់តែជាបញ្ហាតំបន់ទៀតនោះទេប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងរងចាំនៅថ្ងៃខាងមុខប្រសិនបើយើងពិនិត្យមើលឲ្យស៊ីជម្រៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលោកត្រាំនៅពេលនេះហាក់ដូចជាការប្រើប្រាស់ការដាក់ពង្រាយកម្លាំងអន្តេបតមាដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចោះចាញ់លើតុចរចាយោងតាមលោក Macro Ribon រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកបានបញ្ជូនកងម៉ារីនទៅកាន់តំបន់នោះគឺដើម្បីផ្ដល់ឲ្យលោកត្រាំនៅភាពបត់បែនអន្តេបតមាក្នុងការសម្រេចចិត្តទោះបីជាយ៉ាងណាបញ្ហាត្រង់ថាអ៊ីរ៉ង់បានប្រកាសខ្លួនរួចហើយថាខ្លួននឹងមិនទទួលយកភាគអាម៉ាស់ដោយការចោះចាញ់នោះឡើយនេះមានន័យថាប្រសិនបើការចរចា15ចំណុចរបស់សហរដ្ឋអាមេរិកត្រូវបានបរាជ័យលទ្ធផលនៃការផ្ទុះសង្គ្រាមជើងគោកពេញទំហឹងគឺពិបាកនឹងជៀសផុតណាស់ Reuters បានផ្សាយថាការបិទច្រកសមុទ្រ Hormuz គឺជាអាវុធសេដ្ឋកិច្ចដ៏គ្រោះថ្នាក់បំផុតរបស់អ៊ីរ៉ង់កុំភ្លេចថានេះគឺជាផ្លូវដឹកជញ្ជូន1/5នៃប្រេងនិងឧស្ម័នធម្មជាតិរបស់ពិភពលោកប្រសិនបើច្រកនេះនៅតែបន្តបិទតម្លៃប្រេងនឹងហក់ឡើងខ្ពស់កប់ពពកដែលធ្វើឲ្យសេដ្ឋកិច្ចនៅតំបន់អាស៊ីនិងអឺរ៉ុបធ្លាក់ចូលក្នុងវិបត្តិអតិផរណាយ៉ាងធ្ងន់ធ្ងរលើពីនេះការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិកក៏កំពុងរងសម្ពាធពីក្រុមបាតកោដែលក៏ប្រឆាំងនឹងសង្គ្រាមនេះផងដែរដើម្បីយកកាន់តែច្បាស់ច្រកសមុទ្រហូម៉ូសគឺជាច្រកសមុទ្រតូចចង្អៀតមួយដែលតភ្ជាប់ពីឈូងសមុទ្រប៉ែកទៅមហាសមុទ្រឥណ្ឌាវាមានសារៈសំខាន់ខ្លាំងណាស់ព្រោះរាល់នាវាដឹកប្រេងចេញពីអារ៉ាប៊ីសាអូឌីតគុយវ៉ែតនិងអ៊ីរ៉ង់ទៅបានឆ្លងកាត់នៅទីនេះក្នុងប្រវត្តិសាស្ត្រច្រកនេះតែងតែត្រូវបានប្រើប្រាស់ជាឧបករណ៍ចរចានយោបាយនៅពេលដែលមានជម្លោះអន្តរជាតិធំៗម្ដងសង្ខេបមកវិញពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់មហាអំណាចតំបន់កំពុងប្រឹងប្រែងចរចានៅប៉ាគីស្ថានខណៈដែលអាមេរិកនិងអ៊ីរ៉ង់កំពុងដកដាវរៀងៗខ្លួនត្រៀមប្រយុទ្ធលើដីគោកតើលោកដូណាល់ត្រាំនឹងសម្រេចចិត្តវាយលុកឬក៏ទុកឱកាសឲ្យអ្នកការទូតដោះស្រាយទៅយើងនឹងបន្តតាមដានព្រឹត្តិការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុតសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះហើយសូមកុំភ្លេចជួយចុច like និងជួយចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តបន្ទាប់ទៀត